បានសួស្តីបងប្អូនទាំងអស់គ្នាដែលជាសិស្សនិស្សិតទាំងអស់ថ្ងៃនេះយើងមកដោះស្រាយសមីការក្នុងសំណុំចំនួន complex ទាំងអស់គ្នាដែលគេហៅថាសំណុំ C ណាអញ្ចឹងអ្នកទាំងអស់គ្នាជាទូទៅសមីការក្នុងចំនួន complex ហ្នឹងយើងដោះស្រាយប្រភេទដែលគេហៅថា data តូចជាង0ណាអាហ្នឹងគឺមានរឹស2អញ្ចឹងរឹសវាទី1 z អងចឹងទៅបើវាគេដាក់កន្លែងអញ្ញាហ្នឹងជា z អញ្ចឹងណាគេអត់ប្រើ x y ទេអ្នកទាំងអស់គ្នាគេច្រើនប្រើជា z វិញណាពួកអស់នេះប៉ុន្តែក៏មិនមែនមានន័យថាយើងប្រើ x ខុសដែរណាប្រើ x ក៏បានដែរក៏ប៉ុន្តែមកដល់ក្នុងចំនួន complex នេះគេប្រើភាគច្រើនគឺ z ណាអញ្ចឹងកាលណាវាតូចជាង0ឬវា2ក៏ប៉ុន្តែ2ហ្នឹងវាមានជាប់ដោយចំនួននិមិត្តមួយណាដែលគេហៅថាឯកតានិមិត្តហ្នឹងគឺអក្សរ e ហ្នឹងអញ្ចឹងយើងចូលមកដោះស្រាយទាំងអស់គ្នាអញ្ចឹងក្នុងការដោះស្រាយនេះគឺខ្ញុំដោះស្រាយតាមពីររបៀបណារបៀបទី1យើងប្រើវិធីសាស្ត្រ Gen Y សិនណាគឺដោះស្រាយតាមរបៀបវែងណាអញ្ចឹងអានេះដាក់តាមរបៀបទី1អញ្ចឹងទៅណាអញ្ចឹងយើងដាក់របៀបទី1មកអញ្ចឹងរបៀបទី1អញ្ចឹងយើងមានសិតការ៉េបូក2ដងសិតហើយបូក3ស្មើ0ណាអញ្ចឹងរបៀបទី1នេះដែលយើងមើលឃើញថានៅពីមុខសិតហ្នឹងវាគូអញ្ចឹងយើងប្រើ data prim ណាអញ្ចឹង data prim គឺស្មើអីយើងយកអា2ហ្នឹងចែកជា2ទៅវាបាន1ការ៉េហើយដក AC ណាអញ្ចឹង A របស់យើងនៅមុខសិតការ៉េនេះ1គុណជាមួយ3អញ្ចឹងបន្តមកទៀត1ណា1គុណ3គឺបាន3 1ដក3គឺដក2អញ្ចឹងគឺយើងអាចររឹសណាររឹសdata prim បានអញ្ចឹង data prim ស្មើអីគឺស្មើរឹស 2e មិនអញ្ចឹងឯងអាដក2នេះយើងអាចទៅសេថា2គុណនឹង e ការ៉េមិនអញ្ចឹង e ការ៉េស្មើដក1អញ្ចឹងកាលណាយើងទាញរករឹសទៅបានប៉ុណ្ណេះណាអញ្ចឹងបន្តមកគឺយើងអាចរកតម្លៃ z អងបានហើយអញ្ចឹង z អងស្មើដក b prim អញ្ចឹងដក1ដករឹស data ណាអញ្ចឹងយើងដាក់រូបមន្តសិនចុះណាដក b prim ដករឹស data prim លើ a អញ្ចឹងគឺយើងស្មើអី b prim របស់យើងគឺដក1ណាអញ្ចឹងបន្តមកទៀតរឹស data របស់យើងគឺរឹស 2e អញ្ចឹងអ្នកនរគ្នាដាក់មកគឺដករឹស 2e ហើយចែក a របស់យើង1អញ្ចឹងបានប៉ុណ្្នឹងឯងអញ្ចឹងចំពោះ z អ្នកនរគ្នាអាននិយមន័យវាដឹងស្រាប់ហើយកាលណាវា data តូចជាង0ណាវាមានរឹស2អញ្ចឹងរឹស2ហ្នឹងគឺជាចំនួន complex ឆ្លាស់គ្នាណាអញ្ចឹងអានេះមិនបាច់ដាក់រូបមន្តក៏បានដែរណាយើងមើលកន្លែងនេះអញ្ចឹងចែក a នេះយើងមើលកន្លែងនេះអាទី1បូកអាទី2ដកបើអាទី1ដកអាទី2បូកវិញណាអញ្ចឹងយើងដាក់ប៉ុណ្្នឹងមកអញ្ចឹងដក1បូកឬ 2e ប៉ុណ្ណឹងអញ្ចឹងយើងដាក់មកអ្នកនរគ្នាដូចនេះអញ្ចឹងទៅណាឬក៏យើងដាក់របៀបទី2ក៏បានដែរមិនបាច់ដាក់ដូចនេះទេឥឡូវយើងមកសរុបរបៀបទី2អានេះគេហៅរបៀបធ្វើ Gen Y អញ្ចឹងនឹងវារៀងវែងអញ្ចឹងហើយអញ្ចឹងរបៀបទី2អញ្ចឹងរបៀបទី2យើងដាក់របស់យើងមកសមីការ z ការ៉េបូក2 z បូក3ស្មើ0ណាតាមរបៀប Gen C នេះគឺងាយទេអ្នកនរគ្នាដល់គាត់អ្នកនរគ្នាត្រូវផ្ដុំវាណាធ្វើម៉េចកើត O ការ៉េណាវិធីសាស្ត្រហ្នឹងគឺយើងចង់បែកថាចែកយើងធ្វើម៉េចបំបែកបាន z បូកនឹងចំនួន A មួយអញ្ចឹងទៅណាចំនួន A មួយអញ្ចឹងទៅ O ការ៉េហើយស្មើនឹងចំនួន B ណាមួយអញ្ចឹងទៅហើយទាញរកអាដុំនេះណាអញ្ចឹងគឺដូចគ្នាអញ្ចឹងអានេះយើងបញ្យល់ហើយយើងលុបទៅអញ្ចឹងយើងមកបំបែកវាអញ្ចឹងយើងមានរូបមន្តមួយណាអញ្ចឹងបើសិនជាខ្ញុំមាន A បូក B ទាំងអស់ហ្នឹងគឺ O ការ៉េអញ្ចឹងគឺស្មើ A ការ៉េបូក2ដង A B បូកឲ្យ B ការ៉េអញ្ចឹងឥឡូវយើងមានប៉ុណ្ណឹងហើយនេះមានប៉ុណ្ណឹងហើយតែយើងខ្វះអីឥឡូវអ្នកនរគ្នាឃើញទេមេគុណរបស់គេមាន2អស់អញ្ចឹងវាខ្វះ1ណាអញ្ចឹងយើងដាក់មក z ការ៉េបូក2ដង z បូក1ហើយតាមពិតទៅយើងត្រូវដាក់បូក2ថែមប៉ុន្តែ2នេះខ្ញុំអត់ចង់ទេខ្ញុំលើកចេញមកខាងក្រៅឲ្យហើយទៅណាអញ្ចឹងយើងលុបវាចេញអញ្ចឹងយើងលើក2លើកមកវាទៅជាដក2ណាប៉ុណ្ណឹងតែបើអ្នកនរគ្នាមិនយល់តោះទេដាក់អញ្ចឹងសិនក៏បានដែរkalauតាមមិនតន់អញ្ចឹងឥឡូវយើងដាក់ចេះក៏បានដែរបូក2អញ្ចឹងបន្តមកយើងផ្ដុំអានេះវាចូលអីគេ a បូក b o ការ៉េណាអញ្ចឹងវាទៅជា z បូក1 o ការ៉េណាហើយ2នេះយើងរុញចេញមកក្រៅដក2មិនអញ្ចឹងហីអញ្ចឹងដក2នេះយើងអាចសរសេរអញ្ចឹងក៏បានដែរណាដូចខ្ញុំប្រាប់មិនអញ្ចឹងយើងអាចសរសេរថា2 e ការ៉េព្រោះអីព្រោះ e ការ៉េស្មើដក1ណាអញ្ចឹងយើងត្រូវចាំត្រង់ហ្នឹងអញ្ចឹងអានេះវាធម្មតាទេយើងphảiដាក់ e ការ៉េក៏បានដាក់តែប៉ុណ្្នឹងក៏បានដែរអញ្ចឹងយើងទាញរក z មិនអញ្ចឹងហីបូក1អញ្ចឹងគឺវាស្មើអីគេបូកឬក៏ដកឬ 2e ណាអញ្ចឹងនាំមកយើងទាញបានអីគេសិតរបស់យើងនេះស្មើមួយនេះលើកមកវាទៅជាដកណាហើយយើងបានបូកឬក៏ដកឬ 2e អញ្ចឹងត្រូវទេអ្នកនរគ្នាប្រកាសជាត្រូវដោយសារបូកឬក៏ដកនេះមានន័យថាតម្លៃវាមាន2ណាសិតទី1ហ្នឹងសញ្ញាដកហើយសិតទី2សញ្ញាបូកអញ្ចឹងទៅក៏ប៉ុន្តែគេសរសេរផ្ដុំណាគេមិនចង់សរសេរផ្ដុំក៏បានដែរគេដាក់ថាចំពោះសិតស្មើបូកឬ2អញ្ចឹងទៅណា
ហើយបន្តទៀតចំពោះសិតស្មើដក1ដកឬ2អញ្ចឹងតម្លៃវាមាន2ដូចគ្នាអញ្ចឹងក្នុងការធ្វើវិធីបែបនេះគឺលឿនអ្នកនរគ្នាអ្នកនរគ្នាចាំរូបមន្ត a បូក b អូកូរ៉េនេះផ្ដុំវាយកទៅណាអញ្ចឹងចម្លើយរបស់យើងគឺបានរកឃើញហើយអញ្ចឹងដូចនេះសិតអងអញ្ចឹងគឺស្មើគេដក1ដកឬ2អញ្ចឹងនឹងសិតដើស្មើដក1បូកឬ 2e អញ្ចឹងជាចម្លើយណាអញ្ចឹងលំហាត់មួយនេះក៏ដូចជាអត់មានអីត្រូវពិបាកស្មុគស្មាញច្រើនទេគ្រាន់តែថាចង់បង្រៀនអំពីរបៀបនៃការដោះស្រាយដើម្បីអ្នកនរគ្នាដោះស្រាយនៅលំហាត់មានច្រើនរបៀបទៅតាមអ្នកនរគ្នាចង់ដោះវាអញ្ចឹងណាពេលខ្លះលំហាត់ខ្លះយើងធ្វើខ្លីប៉ុណ្ណឹងក៏ប៉ុន្តែអ្នកសិក្សាគាត់ចាប់អត់បានគាត់ចាប់បានអាលំហាត់ដែលគាត់យល់ផ្សេងណាអញ្ចឹងបើគាត់យល់តាមវិធី discriminant យើងជំរុញឲ្យគាត់ធ្វើតាមនឹងបន្តទៀតកាលណាតែគាត់ធ្វើតាមនឹងយល់ហើយគាត់នឹងអាចមើលឃើញអានេះខ្លីជាងនឹងគាត់នឹងអាចរៀនចាប់យកវាម្ដងតិចណាអញ្ចឹងយើងមិនមែនភ្លាមយើងអាចតម្រូវឲ្យគាត់យល់តាមនឹងភ្លាមបានទេឬតែគាត់មើលឃើញអំពីភាពងាយស្រួលនៃការដោះស្រាយលំហាត់ដោយខ្លួនឯងណាអញ្ចឹងលំហាត់មួយនេះក៏សូមបញ្ចប់ត្រឹមនេះបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូបន្ត